អូខេអញ្ចឹងខ្ញុំឡើងមកបន្ទប់បងប្អូនខ្ញុំឃើញថាកុងទ័រគាត់ស្អាតហើយប៉ុន្តែមិនបាច់មើលកៅអីស្អីគេនឹងអត់យល់ហើយទូរស័ព្ទក៏ដូចគ្នាដែរបាត់ប៊ូតុងហើយឡើងចាស់ខ្លាំងមែនតែនហ្មងអូខេអញ្ចឹងខ្ញុំអាណិតគាត់ថ្ងៃហ្នឹងខ្ញុំនឹងនាំគាត់ទៅទិញជាមួយនឹងទូរស័ព្ទថ្មីហើយជាមួយនឹងកៅអីអូខេហើយនេះគឺជា Checkbox episode ទី1ប៉ុន្តែ remake គាត់អ្នករើស model រើសអីខ្លួនឯងគឺខ្ញុំមិនសូវដឹងដែរសូម្បីតែហាងគាត់រើសខ្លួនឯងដែរអញ្ចឹងចុងក្រោយគាត់ពេញចិត្តមួយនេះ OnePlus នេះមួយអូខេហើយមួយទៀតគឺខ្ញុំទិញ iPad មួយទៀតឲ្យគាត់មូលហេតុដោយសារតែខ្ញុំគិតថាគាត់ប្រហែលជាអាចនឹងត្រូវប្រើវាពេលរៀនហើយមួយទៀតគាត់ចង់លេងហ្គេមធំដោយពពួក Ark Survival វាត្រូវការ graphic ធំអីចឹងខ្ញុំក៏ទិញ iPad មួយទៀតឲ្យគាត់ចុះទៅគាត់អាចរៀនផងលេងហ្គេមផងបានមកស្រួលទៅអូខេបន្តមកទៀតយើងទៅកន្លែងមួយទៀតគឺទៅយកកៅអីដែលយើងបានកំងមកហើយខ្ញុំកំងមក2នេះកៅអីមួយគឺពណ៌ប្រផេះមួយទៀតពណ៌ក្រហមមួយសម្រាប់បងប្អូនខ្ញុំហើយមួយទៀតគឺសម្រាប់របស់ខ្ញុំមូលហេតុគឺដោយសារតែរបស់ខ្ញុំក៏ខូចដែរអូខេបន្ទាប់ពីកៅអីបានដឹកមកដល់ផ្ទះហើយគឺខ្ញុំឲ្យគាត់អ្នករើសថាគាត់ចង់បានពណ៌មួយណាអញ្ចឹងគាត់និយាយថាគាត់ចង់ឆ្លាញ់ពណ៌ក្រហមលេខខ្មៅអញ្ចឹងខ្ញុំឲ្យគាត់យកពណ៌ក្រហមទៅហើយម៉មដល់ផ្ទះគឺយប់ហ្មងហើយមកអស់ខ្យល់មួយថ្ងៃពេញហ្នឹងទៅច្រើនកន្លែងពេកអូខេអញ្ចឹងគាត់ក៏ unboxing កៅអីរបស់គាត់ហ្នឹងហើយគាត់តឡើងខ្លួនឯងព្រោះខ្ញុំអត់អង្គុយតឡើងឲ្យទៀតទេណាតែញ៉ៃហៅតឡើងឲ្យទៀតងល់ហើយធ្វើអីខ្លួនឯងខ្លះហើយប្អូនខ្ញុំក៏មកជួយគាត់នេះកញ្ញាអូខេហើយប្អូនខ្ញុំមកជួយគាត់មិននិយាយចឹងមិនត្រូវបើវាទាំងពីរអ្នកសិតតែប្អូនខ្ញុំប្អូនស្រីខ្ញុំមកជួយប្អូនប្រុសខ្ញុំអាហ្នឹងមិនត្រូវអូខេឥឡូវយើង check up សមិទ្ធផលរបស់គាត់តិចថាគាត់បានអីខ្លះថ្ងៃហ្នឹងអញ្ចឹងទី1គឺទូរស័ព្ទ OnePlus 1ហើយមួយទៀតគឺ iPad 1ហើយបើយើងគិតពីបន្ទប់គាត់វិញសឹងថាមាន laptop ដែលទិញថ្ងៃមុនកៅអីថ្មីជាមួយនឹងអាកុងទ័របៀលតាំងពីយូរហើយនោះមួយទៀតឥឡូវស្រាប់ចំណាប់អារម្មណ៍គាត់ថ្ងៃដែរមានអារម្មណ៍មិនដែរវាស្វ័យចិត្តមនុស្ស introvert និយាយតែប៉ុណ្្នឹងគ្នាយើងឃើញណាសួរចំណាប់អារម្មណ៍និយាយអត់ចេញនិយាយចេញតែពីអាម៉ាត់ហ្នឹងគឺស្វ័យចិត្ត